ផ្លាស់ប្ដូរទំនាប់ឆ្អឹងខ្នងយើងអាចធ្វើនៅក្នុងករណីអីខ្លះ វាកាត់ទៅលើឆ្អឹងខ្នងដែលមានបញ្ហារអើឆ្អឹងកងចង្កេះច្រើនតែកាត់ឡើងលើអ្នកដែលមានវ័យរៀងចំណាស់ទី2ទៅលើការថតជា CT scan ឬក៏ MRI ករណីមានសញ្ញារអើឆ្អឹងកងចង្កេះមានសញ្ញាឈឺចាក់មួយជើងសងខាងឈឺខ្លាំងជាធម្មតាករណីនេះយើងត្រូវធ្វើការវាកាត់ដៃបដូរទំនាប់ឆ្អឹងកងខ្នងសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំវិជ្ជបណ្ឌិតទេពសុរិសាថ្ងៃនេះយើងមានកម្មវិធី Dr. Talk ជួបជាមួយនឹងវិជ្ជបណ្ឌិតមានសួរខ្ញុំបាទវិជ្ជបណ្ឌិតសេងសំណាងឯកទេសវាកាត់ឆ្អឹងខ្នងថ្ងៃនេះយើងទាំងអស់គ្នានឹងមកស្រាវជ្រាវចម្ងល់ពុកម៉ែបងប្អូនឲ្យកាន់តែយល់ច្បាស់អំពីបញ្ហាសុខភាពឆ្អឹងខ្នងមួយចំនួនថ្ងៃនេះខ្ញុំចង់ជំរាបសួរលោកគ្រូថាលោកគ្រូភាគច្រើនពុកម៉ែបងប្អូនយើងគាត់មានចម្ងល់ថាអាការផ្លាស់ប្ដូរទំនាប់ឆ្អឹងខ្នងលោកគ្រូអាហ្នឹងគឺជាអីគេហើយយើងអាចធ្វើនៅក្នុងករណីអីខ្លះបានដែរលោកគ្រូសូមអញ្ជើញលោកគ្រូបាទអូខេអរគុណសម្រាប់សំណួរអញ្ចឹងការវះកាត់ផ្លាស់ប្ដូរទំនាប់ឆ្អឹងខ្នងជាវិធីសាស្ត្រនៃការវះកាត់មួយរបស់គ្រូពេទ្យនៃវះកាត់ឆ្អឹងខ្នងពួកខ្ញុំបែរថាយើងវះកាត់ទៅលើឆ្អឹងខ្នងដែលមានបញ្ហាដោយយើងដាក់ដែកយើងជិននិយាយថាដាក់វិសនោះចូលក្នុងឆ្អឹងខ្នងហើយយើងផ្លាស់ប្ដូរទំនាប់ឆ្អឹងចង្កេះនឹងចេញវិជាការវះកាត់មួយដែលមិនមែនប្រើជាទូទៅទេវាមានករណីមួយចំនួនដែលចាំបាច់សម្រាប់ប្រើអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកករណីមួយចំនួនតើករណីណាខ្លះដែលយើងត្រូវធ្វើការវះកាត់ដូរទំនាប់ឆ្អឹងកងចង្កេះហ្នឹងទី1អ្នកជំងឺដែលមានការរអើឆ្អឹងកងចង្កេះពាក្យបច្ចេកទេសគេហៅថា spondylolisthesis បែរថាជាការរអើរបស់ឆ្អឹងចង្កេះភាគច្រើនយើងជួបបំផុតគឺរអើទៅមុខឧទាហរណ៍នៅកង់ដែលយើងជួបច្រើននេះគឺកង់ទី4ទី5ចា៎អញ្ចឹងនៅពេលដែលយើងឃើញរូបហ្នឹងគឺឆ្អឹងកងទី4គឺរអើទៅមុខហ្មងរអើទៅមុខជ្រួសគ្នាចា៎តែធ្វើឲ្យមានការគៀបទៅលើឆ្អឹងកងយើងអញ្ចឹងរោគសញ្ញារបស់គាត់ស្ដែងចេញជាឈឺចង្កេះរ៉ាំរ៉ៃឈឺអត់បាត់រហូតដល់ពេលណាមួយទៅចាប់ដើមមានសញ្ញាឈឺចាក់មួយជើងដោយរោគសញ្ញាគៀបខ្សែចង្កេះទូទៅដែរចា៎ប៉ុន្តែឈឺចាក់មកសងខាងចុកជើងដើរបានឆ្ងាយទេច្រើនតែកាត់ឡើងលើអ្នកដែលមានវ័យរៀងចំណាស់40ក្រាស់ទៅ60ឆ្នាំដែលមានប្រវត្តិធ្វើការធ្ងន់អង្គុយយូរមួយក៏អ្នកដែលលើកធ្ងន់ចា៎អញ្ចឹងករណីហ្នឹងយើងកំណត់រោគសញ្ញាបានទៅលើរោគសញ្ញាទី2ទៅលើការថតជា CT scan ឬក៏ MRI តាមលទ្ធភាពជាក់ស្ដែងចា៎តាមប្រភេទអ្នកជំងឺមួយអញ្ចឹងបើសិនជាយើងឃើញក្នុងករណីមានសញ្ញារអើឆ្អឹងកងចង្កេះមានសញ្ញាឈឺចាក់មួយជើងសងខាងឈឺខ្លាំងជាធម្មតាករណីនេះយើងត្រូវធ្វើការវះកាត់ដៃបដូរទំនាប់ឆ្អឹងកងខ្នងចា៎លោកនឹងមកខ្ញុំចាប់បានចំណុចលោកគ្រូនិយាយថាភាគច្រើនអាករណីល្អហ្នឹងកើតឡើងនៅលើតែអ្នកដែលអាយុរៀងខ្ពស់ចាប់ពី40ឆ្នាំឡើងលើអញ្ចឹងបញ្ហានេះអាចជួបប្រទេសក្រុមមនុស្សអាយុ40ឆ្នាំទេលោកគ្រូអាចជួបដែរប៉ុន្តែតិចជាងដោយសារទី1អាចដោយសារកត្តាការងារធ្ងន់ចា៎គាត់លើកធ្ងន់ចា៎គាត់ប្រើប្រាស់ចង្កេះសូវល្អកាំងអង្គុយយូរចា៎អ្នកដែលធ្លាប់គ្រោះថ្នាក់ក៏អាចមានករណីហ្នឹងដែរចា៎មួយទៀតករណីកម្រមែនតើគឺមានបញ្ហាហ្នឹងមកពីកំណើតតែម្ដងចា៎បានន័យថាករណីដែលយើងមានល្អឆ្អឹងខ្នងនេះអាចជាកត្តាខាងក្រៅគួបផ្សំទី1ហើយនឹងជាអាចកត្តាខាងក្នុងខ្លួនយើងដែរដូចជាកត្តាតំណពូជអញ្ចឹងលោកគ្រូបានថាកត្តាតំណពូជគឺវារៀងតិចជាងកត្តាដែលខាងក្រៅកត្តាការងារដែលគួបផ្សំហ្នឹងលោកគ្រូណោះចាចុះលោកគ្រូអាចនិយាយបញ្យល់រៀងលំអិតបន្តិចបានទេតើអាការធ្វើវាលោកគ្រូយើងរបៀបមិនរៀងស៊ីជំរឿជាងហ្នឹងអញ្ចឹងលោកគ្រូករណីល្អឆ្អឹងកងនេះរៀងពិបាកបន្តិចចាលោកគ្រូដោយសារមានឆ្អឹងកងមួយគាត់ល្អទៅមុខចាយើងសម្រាប់គ្រូពេទ្យវះកាត់យើងត្រូវការឧបករណ៍ទំនើបច្រើនឧទាហរណ៍បន្ទប់វះកាត់យើងត្រូវការមានម៉ាស៊ីន CAM ជំនួយចាលោកគ្រូ CAM ទី2យើងត្រូវការឧបករណ៍ដើម្បីផ្លាស់ប្ដូរទំនាប់ឆ្អឹងកងហ្នឹងអញ្ចឹងអាចត្រូវការឧបករណ៍ច្រើនដែរចាលោកគ្រូទី3យើងត្រូវមានទំនាប់ឆ្អឹងសប៉ានិមិត្តទី4យើងត្រូវមានវិសទៀតវិសហ្នឹងបើសិនជាយល់ល្អយើងត្រូវមានវិសគេហៅវិសក្បាលវែងចាលោកគ្រូដើម្បីងាយស្រួលក្នុងការធ្វើការវះកាត់អញ្ចឹងយើងធ្វើការវះកាត់ដោយអ្នកជំងឺគឺយើងវះនៅខ្នងគាត់យើងប្រើម៉ាស៊ីន CAM ដើម្បីកំណត់ទីតាំងនៃបញ្ហាហ្នឹងអញ្ចឹងយើងវះចេះខុសទេចាទី3យើងដោតវិសបញ្ចូលហើយយើងនឹងធ្វើការវះយកទំនាប់ឆ្អឹងនៃចាស់ដែលខូចដែលល្អហ្នឹងចេញ
dương đào tận nộp chẳng thay trầu tao bị đào thái dương nâng mua viên nhưng nó bây giờ mua viên cứ chẳng nó dương nâng lột trầu nó lại đào viên mà này thật đôi chừng chập tiền vì mở smart cái này mình là của nó bạn thành thời chà mấy bài ha mấy là hồn vậy vì vẽ quan vì nó thời là vì về vì các bà về bờ vì lấy dương ạch phật cả tiền vì các bà với dương các bà lấy dương pra bán bàn tay hiện bị bạc không cả về cả và sân chỉ cho mình vì các bà với cứ chúc chơi gì cho là khủ cạn này ní và to vì vẽ cắt hái và sân chỉ dương vitamin opco cục khô ăn và chạy tê dương chúc bà ca vẽ cắt chúc chơi bài chỉ bàn khủ thế là khủ ta chúc chơi khú ai lừa bị cả sự việc rồi đôi chỉ cả về liên tục chẳng đấy tay còn ai thời cà phê chị bà hiện du chiên tích để xa cà phê các hiện thông chiến dương miền đào phí chẳng một bộ hiện thông chiến hiện sư chiên nè chỉ người đẹp về từ một chẳng thòm đang tích hay dương thời cà phê du chiên muôn là bây giờ hay hoạt chia sẻ bằng ok chẳng ban này tha phê để về hỏi phím quạt bắt chữ phím rồi mua của mình rồi dạ phê năm mua để tha quạt ai bắt chữ là cũng rồi mua rồi chỉ thòm đá khỏi cà phê các phím quạt bà hai triệu bạc chọc chướng bật thoi chừng mùn anh ta còn anh đây hiện chưa một cái bốn để xa dương miền vẹt cắt một bộ quạt hình thông hay miền đào vì tiệt chẳng ai hiện chưa một cái bốn du chừng mùn ta cho thom đá bà hai chia dạ về pi ngày lớn còn anh chập đàm ngược cùi ngược ấy bàn anh đà bàn cho tam chết này về để bông bông nữa khi sẽ đáp đo cho nó ní nhưng mà đang bong bóng những anh ấy bảo cái chỉ ngào tha cho bắt đầu bị vẽ cắt hào tá ca thay tôm khỏi pe vẽ cắt á nhưng thử thương mấy năm bay tra chụp chạy của mấy đôi chi bị chạm mình thật là bao dương vậy hàng lươn chứ vì thử cụp xong cái này bây giờ dương miên mà xin lõ và chạy cái tay cụp pe khăng hái bây giờ dương về hái dương thử cà phê và liếm muối đầm bay sầm rã thay tôm khuôn ai đài đầm bay dương chặt chiên chứ á chứ dương mà đập được cụp và thay tiết đầm bay đang tha tá tao pi lực cũ quạt chui dương hao á dương thử thay tóm luôn ai dương mấy năm bảy dương bàn và sẽ tiếp cận là cũ xong chơi lực cũ